នេះនេះពូជមន់ព្រៃអេស៊ីតពូជនេះក៏ស៊ីចំណីខ្លាំងដែរហើយមានចំណីឲ្យស៊ីតែក៏ពូជមន់នេះស្រួលចាំផ្លូវការលាយចំណីមន់សម្រាប់មន់អាយុ45ថ្ងៃឡើងទៅសម្រាប់ខ្ញុំគឺលាយមានចំណីសម្រាប់ហើយជាមួយនឹងចកអាសាឡាព្រោះមន់វាមានអាយុ45ថ្ងៃឡើងទៅវាអាចស៊ីលាយជាមួយបន្លែបានណាតែគ្រាន់តែផ្ទះខ្ញុំវាមានចកចឹងខ្ញុំលាយជាមួយចកណាហើយការលាយយើងត្រូវតែលេងចកអាសាឡាយើងត្រូវតែស្វាច់វាឲ្យម៉ត់ជាមួយនឹងចំណីព្រោះតែយើងអត់ស្វាច់វាម៉ត់ទេមន់វាស៊ីតែចកអាសាឡាព្រោះចកអាសាឡាវាទុនវាស៊ីចកអត់ស្អីស៊ីចំណីចឹងយើងស្វាច់វាឲ្យម៉ត់ចូលគ្នាទៅបានវាស៊ីដល់ចំណីហើយស៊ីនឹងចកអស់មួយគ្នាទៅមួយឃ្លានដល់ពីចំណៃច្រើនមួយនេះពូជមន់ព្រៃអេស៊ីតពូជនេះក៏ស៊ីចំណីខ្លាំងដែរហើយមានចំណីឲ្យស៊ីតែក៏ពូជមន់នេះស្រួលចាំផ្លូវហើយស្អាតស៊ីចំណីច្រើនដែរហ្មងពូជមន់ចាំមកដូរកតោវាដាក់ធំយ៉ាងណាដាក់កតោទូចនេះហាត់ការទៅតាមនេះស៊ីតន់ស៊ីលឿនហ្នឹងស៊ីតន់គេទូចជាងស៊ីដល់ស៊ីនឹងគេប៉ុណ្ណាណៃអត់ឈប់ទៀតនេះចេះក្បាច់បាច់អនកស៊ីលើយ៉ាងនេះគូមន់នេះslow គួរចាំមកចេះចាត់គ្នាតែអីរូមវាចេះនៅយើងច្រើនណាស់ដាក់ស៊ីទៅស៊ីអស់លេងមួយចែកពីគុំមក